អ្នកជំនាញកិច្ចការព្រំដែនដែលមិនស្របទៅនឹងរដ្ឋាភិបាលនៅតែបន្តជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្រញាប់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនិងយន្តការច្បាប់អន្តរជាតិផ្សេងទៀតជាជាងនៅអង្គុយសម្ដែងការសោកស្ដាយនឹងថ្កោលទោសថៃគណៈប្រទេសជិតខាងមួយនេះនៅតែក៏ក្លឿនបន្តឈ្លានពានទឹកដីកម្ពុជានិងកំពុងតែឈានទៅលុប MOU 2001ដែលជាច្រកចរចាទ្វេភាគីរវាងប្រទេសទាំងពីរប្រតិកម្មទាំងនេះគណៈលោកហ៊ុនសែនប្រធានព្រឹទ្ធសភាបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី4ខែឧសភាដោយយោងទៅលើការថ្លែងរបស់លោកគង់ភោគរដ្ឋលេខាធិការក្រសួងការបរទេសថាបើថៃលុប MOU 2001ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាឯកតោភាគីក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ភ្ជាប់នូវច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរឿសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិវិធីសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយការចាប់បង្ខំនោះទេលោកគង់ភោគបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជាដែលត្រូវបាន Facebook របស់លោកហ៊ុនសែនចែករំលែកថាកម្ពុជាពិតជាមានការសោកស្ដាយដែលភាគីថៃកំពុងតែពិចារណាដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នា MOU 2001សម្រាប់កម្ពុជាគឺតែងតែផ្ដល់អត្ថិភាពទៅដល់យន្តការទ្វេភាគីដែលស្របទៅនឹងអនុសារណៈនៃការយោគយល់គ្នាមួយនេះបើតាមរដ្ឋលេខាធិការរូបនោះជាង25ឆ្នាំមកនេះអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001គឺបានដើរតួនាទីយ៉ាងសំខាន់ដែលជាក្របខ័ណ្ឌទ្វេភាគីដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរនៅក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាហើយការចូលជាធរមាននៃអនុសារណៈនៃការយោគយល់គ្នាបញ្ជាក់ឲ្យឃើញពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុឆន្ទៈទៅវិញទៅមកការដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាង2ទសវត្សរ៍កន្លងនេះក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាមួយនេះក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរឿសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬមួយក៏យើងអាចហៅថា compulsory reconciliation ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះនោះទេបើតាមលោកគង់ភោគយន្តការនៃការចាប់បង្ខំត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីជួយទៅដល់រដ្ឋភាគីនៅក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី23ខែមេសាក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចដកខ្លួនចេញជាឯកតោភាគីពីអនុសារណៈនៃការយោគយល់ឆ្នាំ2001ពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងតំបន់ដែនសមុទ្រដែលតភ្ជាប់រវាងកម្ពុជានិងថៃហើយដែលប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ2001ក៏ប៉ុន្តែយ៉ាងណាក្តីមកដល់ពេលនេះគណៈរដ្ឋមន្ត្រីថៃនៅមិនទាន់អនុម័តលុប MOU 2001ទៅតាមការស្នើរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃនៅឡើយទេត្រង់ចំណុចនេះលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី1ខែមេសាបានសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃដោយលោកបញ្ជាក់ថា MOU 2001គឺលើសពីអនុសារណៈខាងបច្ចេកទេសហេតុដូច្នេះហើយទើបកម្ពុជាមានការសោកស្ដាយដោយសារតែអនុសារណៈនេះក៏មានអត្ថន័យខាងនយោបាយធំធេងសម្រាប់ប្រទេសទាំងពីរផងដែរបើតាមលោកប្រាក់សុខុន MOU 2001គឺបានបង្ហាញឲ្យឃើញពីសុឆន្ទៈរបស់ប្រទេសទាំងពីរនិងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរតាមរយៈនៃការព្រមព្រៀងគ្នាទៅលើក្របខ័ណ្ឌទ្វេភាគីមួយដើម្បីធ្វើអាជីវកម្មរួមគ្នាក្នុងតំបន់ដែនត្រួតស៊ីគ្នានៅតំបន់ខ្ពង់រាបបាតសមុទ្រផ្អែកទៅលើច្បាប់អន្តរជាតិចឹងហើយយើងក៏មានការសោកស្ដាយដោយសារតែការបាត់បង់នៅអនុសារណៈនេះវាប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរហើយមួយទៀតអនុសារណៈឆ្នាំ2001នេះក៏ជាក្របខ័ណ្ឌមួយដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរដែរហើយទៅលើច្បាប់អន្តរជាតិហើយបាននឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងមិត្តភាពសហប្រតិបត្តិការនិងបម្រើនៅវិបលភាពរួមគ្នារវាងប្រទេសយើងទាំងពីរយ៉ាងណាក្តី
លោកសំអានតំណាងរាជគណៈបក្សសង្គ្រោះជាតិបានប្រាប់ VOD នៅថ្ងៃទី5 ខែឧសភានេះថាការសម្រេចចិត្តជ្រើសរើសប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំរបស់រដ្ឋាភិបាលកម្ពុជាគឺល្អជាងការប្រើប្រាស់យន្តការចរចាទ្វេភាគីក៏ប៉ុន្តែលោកថាមិនល្អដោយការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏ប្តឹងថៃទៅកាន់តុលាការអាជ្ញាកណ្ដាលអន្តរជាតិនិងតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រនោះទេព្រោះយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះបន្តពីអន្តរជាតិដែលគេអាចប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំហើយគឺមកការផ្សះផ្សានេះគឺមិនតម្រូវឲ្យថៃត្រូវតែអនុវត្តតាមនោះទេឬក៏ត្រូវចាប់ឲ្យថៃត្រូវតែអនុវត្តតាមឬក៏ចាប់ឲ្យថៃអនុវត្តដោយបង្ខំនោះទេមានន័យថាវាអត់តម្រូវដោយសារក្រមឬសារដីការបស់តុលាការអន្តរជាតិទេអញ្ចឹងខ្ញុំយល់ថានៅពេលដែលយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះมันអាចចាប់បង្ខំឲ្យថៃអនុវត្តទៅតាមយន្តការហ្នឹងដូចថាវាអត់មានប្រយោជន៍ដើម្បីទាមទារដែនសមុទ្រយើងមកវិញហើយនឹងប្រេងអាស្មានដែលតម្លៃ$300,000 លានមកវិញអញ្ចឹងបើតាមអ្នកជំនាញកិច្ចការព្រំដែនរូបនេះនីតិវិធីនៃយន្តការផ្សះផ្សាដោយចាប់បង្ខំគឺកម្ពុជាត្រូវប្តឹងទៅកាន់សហគមន៍អន្តរជាតិហើយនៅពេលនោះសហគមន៍អន្តរជាតិនឹងបង្កើតក្រុមផ្សះផ្សាដោយចាប់បង្ខំហើយនឹងធ្វើការសិក្សាកំណត់ព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរដោយផ្អែកតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញានិងអនុសញ្ញាដែលពាក់ព័ន្ធរួចហើយចេញជាដំណោះស្រាយក៏ប៉ុន្តែលោកថាបើថៃមិនគោរពទៅតាមការសម្រេចក្រុមផ្សះផ្សានេះมันមានសិទ្ធិចាប់បង្ខំថៃឲ្យគោរពនោះទេដូច្នេះជំរឿសដែលល្អគឺរដ្ឋាភិបាលលោកហ៊ុនម៉ាណែតចាំបាច់ត្រូវប្រញាប់ប្រញាល់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាមួយគ្នានេះលោកម៉ែនណាតប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក៏សម្គាល់ថាដោយសារតែរដ្ឋាភិបាលកម្ពុជាខ្សោយទើបមិនចង់ឲ្យថៃលុប MOU ឆ្នាំ2000និង MOU ឆ្នាំ2001ក៏ប៉ុន្តែសម្រាប់រូបលោកតាមរយៈ MOU ឆ្នាំ2001នេះកម្ពុជាបានចាញ់បោកថៃដោយយកផ្ទៃសមុទ្រ26,000 គីឡូម៉ែត្រការ៉េទៅដាក់រកស៊ីរួមគ្នាជាមួយថៃអ្នកជំនាញកិច្ចការព្រំដែនរូបនេះបានផ្ដល់ជាគំនិតថាកម្ពុជាគួរប្រើប្រាស់ច្បាប់សមុទ្រ UNCLOS ឆ្នាំ1982ដើម្បីកំណត់រយៈពេលចម្ងាយសមុទ្រនិងទីតាំងដែនសមុទ្ររបស់កម្ពុជាឡើងវិញលោកថាកម្ពុជាត្រូវយកអនុសញ្ញាអង្គការសហប្រជាជាតិទៅវាស់វែងនៅលើដែនសមុទ្រដោយផ្អែកទៅលើអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904-1907ដែលមានចំណុចមូលដ្ឋានខ្ពស់បំផុតចេញពីកោះកុដខណៈមានការដឹងឮជាទូទៅថាកម្ពុជាមានដែនសមុទ្រជាមួយថៃ 30,000 គីឡូម៉ែត្រក្រឡាប៉ុន្តែកន្លងមកថៃបានយកផ្ទៃសមុទ្រកម្ពុជាទំហំ 26,000 គីឡូម៉ែត្រការ៉េដាក់ជាតំបន់ត្រួតស៊ីគ្នាដើម្បីរុករករ៉ែលោកម៉ែនណាតបានបញ្ជាក់ថាបើទោះបីជានៅទីបំផុតថៃលុប MOU ឆ្នាំ2000និង MOU ឆ្នាំ2001ក៏ដោយក៏កម្ពុជាមិនត្រូវសោកស្ដាយនោះទេពីព្រោះអនុសារណៈទាំងនេះមិនមែនជាសិទ្ធិសញ្ញាអនុសញ្ញាដែលឆ្លងកាត់ការអនុម័តពីរដ្ឋសភាឡើយអញ្ចឹងអ្វីដែលកម្ពុជាគួរធ្វើគឺកម្ពុជាត្រូវយកឯកសារមូលដ្ឋានអន្តរជាតិហើយឯកសារមូលដ្ឋានអន្តរជាតិវាមាន3នោះឯកសារមូលដ្ឋានទី1លើដែនសមុទ្រគេប្រើអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ឆ្នាំ82ដែលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ហើយវាអត់ដោះស្រាយព្រោះហ្នឹងវាមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនសមុទ្ររវាងកម្ពុជាថៃហើយឯកសារទី2គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងហ្នឹងឆ្នាំ1991ថៃក៏ភាគីហត្ថលេខីយួនក៏ភាគីហត្ថលេខីដែរតើកម្ពុជាត្រូវហ៊ានយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងយកទៅដាក់លើតុដើម្បីដោះស្រាយទេខ្ញុំយល់ថាកម្ពុជាមិនត្រូវឆោតល្ងងទៀតទេត្រូវតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកដោះស្រាយពីព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីសក៏ជាលិខិតតូបករអន្តរជាតិដែរចំណែកឯកសារទី3លោកម៉ែនណាតបានបញ្ជាក់ថាគឺសន្ធិសញ្ញារបស់អាណានិគមនិយមបារាំងជាមួយនឹងសៀមនៅឆ្នាំ1904 1907និងផែនទីរបស់បារាំងខ្នាត1/200,000នេះបញ្ហាព្រំដែនគោកហើយព្រំដែនទឹកក៏មានភ្ជាប់ទៅនឹងសន្ធិសញ្ញានេះផងដែរពាក់ព័ន្ធរឿងកោះកុដជាដើមជាមួយគ្នានេះដោយអះអាងថាគិតត្រឹមថ្ងៃទី4ខែឧសភាកងទ័ពថៃបាននឹងកំពុងឈរជើងកាន់កាប់នៅលើទឹកដីកម្ពុជាចំនួន69ទីតាំងដែលលោកសំអានបានផ្ដល់ជាគំនិតថាប្រសិនបើភាគីថៃពិតជាលុបចោល MOU ឆ្នាំ2000និង MOU ឆ្នាំ2001រដ្ឋាភិបាលលោកហ៊ុនម៉ាណែតគួរបញ្ឈប់ការចរចាទ្វេភាគីជាមួយថៃ
ហើយត្រូវប្តឹងថៃទៅគ្រប់យន្តការច្បាប់អន្តរជាតិទើបអាចការពារព្រំដែនសមុទ្រនិងកោះរួមទាំងដីគោករបស់កម្ពុជាបានបើពុំដូច្នោះទេថៃមិនត្រឹមតែនៅតែបន្តកាន់កាប់ដែនសមុទ្រនិងទឹកដីខ្មែរទាំងនោះជារៀងរហូតប៉ុណ្ណោះទេថែមទាំងអាចបន្តវាតយកទឹកដីខ្មែរបន្ថែមទៀតខ្ញុំញឹមសុខន VOD